អ្នកនាងជីងអ៊ូមានរឿងហើយមានរឿងអីបានជាស្លន់ស្លោម្លេះខ្ញុំហៅថាថ្ងៃនេះលោកប្រហ្វូចេញមកការពារអានឈិនស៊ីណាអ្នកនាងថាម៉េចគេថាសាច់ញាតិរបស់ឡាវអ៊ូធ្វើឲ្យអានឈិនស៊ីរបួសពេលនេះលោកប្រហ្វូនាំអង្គរៈទៅប្រដៅពួកនោះហើយអូខេខ្ញុំដឹងហើយឯងទៅវិញចុះចាស់អ្នកនាងអានឈិនស៊ីនាងឯងពិតជាមិនធម្មតាមើលទៅខ្ញុំវិតម្លៃនាងទាបពេកហើយតើឈិនស៊ីមួយរយៈនេះនាងលំបាកដល់ថ្នាក់នឹងមិនក៏មិនប្រាប់ខ្ញុំមួយម៉ាត់លីនហាវធៀនហ្វូមួយចិនលោកនៅមានមុខមកទៀតហើយវារឿងអីរបស់ឯងហាវធៀនកុំអីលីនហាវធៀនបើឯងពូកែនាំនាងទៅជាមួយទៅឯងធ្វើបាបឈិនស៊ីដល់ថ្នាក់នេះឯងនៅជាមនុស្សប្រុសទៀតអត់ពួកលោកចេញទៅក្រៅឲ្យអស់សិនទៅទុកពេលឲ្យខ្ញុំនៅស្ងាត់ម្នាក់ឯងបន្តិចឈប់សិនចាប់ពីថ្ងៃស្អែកទៅនាងមិនបាច់ទៅការដ្ឋានទៀតទេបងមួយចិនថ្មីនេះមានកម្មវិធីជួបជុំគ្រួសារបើលោកតាប៉ះនាងក្នុងសភាពបែបនេះគាត់ច្បាស់ជាបន្ទោសហើយតាមពិតខ្ញុំចេះតែគិតច្រើនខ្លួនឯងតើមីចង្រៃអានឈិនស៊ីខ្ញុំត្រូវតែកម្ចាត់នាងចេញឲ្យបានឆាប់បំផុតបងស្រីអានជូនខ្ញុំទៅដើរលេងក្នុងសួនបន្តិចទៅខ្ញុំរៀងមិនស្រួលខ្លួនមិនចង់ទៅទេជីងអ៊ូប្រាឲ្យនាងធ្វើអីនាងត្រូវតែធ្វើតាមបើមិនអញ្ចឹងទេខ្ញុំនឹងប្រាប់លោកតាជីងអ៊ូក្រុមហ៊ុនមានការរវល់បងសុំទៅធ្វើការសិនហើយណាចាស់បងអានឈិនស៊ីធ្វើជាអ្នកបម្រើខ្ញុំវាមានរសជាតិមិនសូវស្រួលទេមែនអត់លីនជីងអ៊ូនាងឡូឡាឆ្អែតឬនៅអានឈិនស៊ីមកពីនាងឯងនឹងហើយដែលបំបែកបំបាក់ខ្ញុំនិងបងមួយចិនយកជីវិតនាងមកសងខ្ញុំខ្ញុំឲ្យនាងមកកំដរជីងអ៊ូនាងហ៊ានលេងល្បិចអាក្រក់ទៀតអីគឺលីនជីងអ៊ូនាងសំណាងល្អដែលកំបិតឆាតអ្នកនាងជីងអ៊ូមិនមានប៉ះពាល់ដល់សរីរាង្គខាងក្នុងទេប៉ុន្តែស្ថានភាពរបស់នាងមិនសូវសង្ឃឹមប៉ុន្មានទេពួកលោកត្រូវតែប្រឹងប្រែងជួយសង្គ្រោះនាងឲ្យអស់ពីសមត្ថភាពបើជួយនាងមិនរស់ទេខ្ញុំនឹងកំទេចមន្ទីរពេទ្យនេះចោលមិនខានកុំឲ្យខ្ញុំរកឃើញភស្តុតាងដែលនាងប៉ុនប៉ងសម្រាប់លីនជីងអ៊ូឲ្យសោះបើមិនអញ្ចឹងទេខ្ញុំដាច់ខាតមិនលើកលែងឲ្យនាងឡើយអានឈិនស៊ីនាងពិតជាថ្លើមធំមែនខ្ញុំបានធ្វើអីនាំវីចូលមកគឺនាងនឹងហើយដែលឲ្យលុយខ្ញុំ1 លានឲ្យខ្ញុំចាក់នាងមួយកាំបិតដើម្បីទម្លាក់កំហុសលើអ្នកនាងជីងអ៊ូអ្នកនាងជីងអ៊ូចិត្តល្អជួយរងកាំបិតជំនួសនាងលោកប្រុសហ្វូដោះលែងខ្ញុំទៅណា